គួរជាទីជ្រះថ្លាក្រៃលែងដោយថ្ងៃនេះបានឃើញលោកម្ចាស់អរិយមេត្តាធម្មោព្រះអង្គលោកធ្វើវិបស្សនាសមាធិនៅក្រោមដើមទទឹងថ្ម3ដុំមុំ3នៃខេត្តព្រះវិហារភ្នំត្បែងគោលបំណងរបស់លោកធ្វើវិបស្សនាសមាធិសូមឲ្យសុខសន្តិភាពស្ងប់ទាំងផ្លូវកាយស្ងប់ទាំងផ្លូវចិត្តផ្ទាល់បកាយរបស់លោកផងដល់ព្រះមហាក្សត្រផងដល់នាយករដ្ឋមន្ត្រីរាជការគ្រប់ឋានានុក្រមផងដល់ពុទ្ធបរិស័ទដែលជាញាតិទាំងអស់គ្នាផងសូមឲ្យបានសុខរួចផុតចាកទុក្ខគ្រប់គ្នាដោយដេកជាអនុភាពនៃបុណ្យរបស់លោកដោយដេកជាអនុភាពដែលខ្ញុំថ្វាយទានចំពោះលោកសូមលើកបុណ្យកុសលដល់តបជួរមុខទាំងអស់